ជីវិតមនុស្សគ្រប់គ្នាចង់បានកិត្តិយសចង់ឲ្យគេស្គាល់ថាជាមនុស្សល្អចង់ឲ្យគេគោរពចង់ឲ្យឈ្មោះរបស់ខ្លួនត្រូវបាននិយាយដោយការកោតសរសើរប៉ុន្តែមានសំណួរមួយដែលយើងគួរសួរខ្លួនឯងតើកិត្តិយសពិតប្រាកដកើតចេញពីអ្វីតើវាកើតពីការនិយាយពូកែកើតពីទ្រព្យសម្បត្តិកើតពីឋានៈកើតពីអំណាចឬកើតពីការឲ្យអ្នកដទៃសរសើរតាមទស្សនៈដែលអ្នកលើកឡើងថាកិត្តិយសរមែងកើតពីទង្វើសុចរិតចម្លើយគឺកិត្តិយសពិតប្រាកដមិនអាចសុំគេបានទេវាត្រូវកសាងឡើងតាមរយៈទង្វើរបស់យើងរាល់ថ្ងៃមនុស្សអាចនិយាយថាខ្លួនជាមនុស្សល្អបានប៉ុន្តែសង្គមនឹងមើលទៅលើទង្វើមនុស្សអាចអះអាងថាខ្លួនស្មោះត្រង់បានប៉ុន្តែពេលវេលានឹងបង្ហាញថាគេស្មោះត្រង់ឬអត់មនុស្សអាចទាមទារឲ្យគេគោរពបានប៉ុន្តែការគោរពពិតប្រាកដត្រូវកើតចេញពីអ្វីដែលយើងបានប្រព្រឹត្ត1កិត្តិយសមិនមែនជាអ្វីដែលយើងទាមទារប៉ុន្តែជាអ្វីដែលយើងកសាងមនុស្សមួយចំនួនចង់ឲ្យគេគោរពខ្លួនប៉ុន្តែមិនចង់ធ្វើអ្វីដែលគួរឲ្យគោរពចង់ឲ្យគេស្មោះត្រង់ជាមួយខ្លួនប៉ុន្តែខ្លួនមិនស្មោះត្រង់ជាមួយអ្នកដទៃចង់ឲ្យគេរក្សាពាក្យសន្យាប៉ុន្តែខ្លួនឯងនិយាយហើយមិនធ្វើចង់ឲ្យគេគោរពសិទ្ធិរបស់ខ្លួនប៉ុន្តែបែរជាមើលរំលងសិទ្ធិរបស់អ្នកដទៃនេះជាភាពផ្ទុយគ្នាដែលកើតមានជាញឹកញាប់ក្នុងជីវិតកិត្តិយសមិនអាចកើតពីការទាមទារវាកើតពីទង្វើដែលធ្វើឲ្យអ្នកដទៃមានហេតុផលក្នុងការគោរពយើងបើចង់ឲ្យគេគោរពចូលធ្វើជាមនុស្សដែលគួរឲ្យគោរពបើចង់ឲ្យគេស្មោះត្រង់ចូលចាប់ផ្ដើមពីភាពស្មោះត្រង់របស់ខ្លួនបើចង់ឲ្យគេទុកចិត្តចូលធ្វើអ្វីដែលធ្វើឲ្យគេអាចទុកចិត្តបាននេះជាគោលការណ៍សាមញ្ញប៉ុន្តែមានអំណាចខ្លាំងណាស់អ្វីដែលយើងចង់ទទួលពីអ្នកដទៃគួរចាប់ផ្ដើមពីអ្វីដែលយើងផ្ដល់ឲ្យអ្នកដទៃជាមុន2សុចរិតភាពគឺការធ្វើត្រឹមត្រូវទោះគ្មានអ្នកណាមើលឃើញមនុស្សអាចធ្វើជាមនុស្សល្អនៅពេលមានអ្នកមើលប៉ុន្តែសុចរិតភាពពិតប្រាកដត្រូវបានបង្ហាញនៅពេលគ្មានអ្នកណាមើលប្រសិនបើគ្មានអ្នកណាដឹងថាយើងធ្វើខុសតែយើងនៅតែជ្រើសរើសធ្វើត្រូវទេប្រសិនបើគ្មានអ្នកណាដឹងថាយើងបានយកអ្វីមួយតែយើងនៅតែប្រគល់វាត្រឡប់ទៅម្ចាស់វិញទេប្រសិនបើគ្មានអ្នកណាអាចពិនិត្យយើងតើយើងនៅតែធ្វើការដោយទំនួលខុសត្រូវទេចម្លើយចំពោះសំណួរទាំងនេះបង្ហាញពីចរិតពិតរបស់មនុស្សកិត្តិយសមិនមែនកើតពីអ្វីដែលយើងធ្វើនៅពេលមានអ្នកមើលទេវាកើតពីអ្វីដែលយើងធ្វើនៅពេលដែលយើងអាចធ្វើខុសដោយគ្មានអ្នកណាដឹងប៉ុន្តែយើងនៅតែជ្រើសរើសធ្វើត្រូវ3មនុស្សអាចបោកភ្នែកអ្នកដទៃប៉ុន្តែពិបាកបោកពេលវេលាក្លានការខ្លះមនុស្សម្នាក់អាចបង្កើតរូបភាពល្អនៅចំពោះសង្គមបានអាចនិយាយពាក្យថ្មីតែងអាចបង្ហាញខ្លួនថាសុភាពរាបសារអាចនិយាយអំពីសីលធម៌យ៉ាងច្រើនប៉ុន្តែបើទង្វើពិតមិនស្របនឹងពាក្យសម្ដីនោះរូបភាពនោះមិនអាចរក្សាបានជារៀងរហូតទេពេលវេលាគឺជាអ្នកបង្ហាញការពិតដ៏ល្អបំផុតមនុស្សអាចបោកមនុស្សម្នាក់បានអាចបោកបានមួយក្រុមអាចបោកបាន100នាក់ប៉ុន្តែពិបាកបោកសង្គមនឹងពេលវេលាជារៀងរហូតព្រោះទង្វើតូចៗដែលយើងធ្វើជាបន្តបន្ទាប់នឹងបង្កើតរូបភាពពិតរបស់យើងគេរឈ្មោះអាចបង្កើតដោយពាក្យសម្ដីប៉ុន្តែកិត្តិយសត្រូវបង្កើតដោយទង្វើ4កិត្តិយសមិនស្ថិតនៅលើទ្រព្យសម្បត្តិទ្រព្យសម្បត្តិអាចធ្វើឲ្យមនុស្សម្នាក់មានល្បីល្បាញឋានៈអាចធ្វើឲ្យមនុស្សម្នាក់មានអ្នកស្គាល់ច្រើនអំណាចអាចធ្វើឲ្យមនុស្សជាច្រើនគោរពតាមកាតព្វកិច្ចប៉ុន្តែអ្វីទាំងអស់នេះមិនធានាថាមនុស្សម្នាក់មានកិត្តិយសដែរអ្នកអាចមានលុយច្រើនប៉ុន្តែបើគ្មានសុចរិតភាពមនុស្សអាចគោរពតែអំណាចរបស់អ្នកមិនមែនគោរពចរិតរបស់អ្នកឡើយអ្នកអាចមានឋានៈខ្ពស់ប៉ុន្តែបើប្រព្រឹត្តមិនត្រឹមត្រូវឋានៈនោះមិនអាចលាក់ចរិតរបស់អ្នកបានជារៀងរហូតដែរដូច្នេះកុំយល់ច្រឡំរវាងការឲ្យតម្លៃនិងការគោរពមនុស្សអាចគោរពតំណែងរបស់យើងប៉ុន្តែការគោរពចំពោះមនុស្សជារូបវន្តធម៌ត្រូវការសុចរិតភាព5កិត្តិយសចាប់ផ្ដើមពីរឿងតូចៗមនុស្សជាច្រើនគិតថាកិត្តិយសត្រូវកើតពីសកម្មភាពធំៗប៉ុន្តែជាក់ស្ដែងកិត្តិយសចាប់ផ្ដើមពីរឿងតូចៗប្រចាំថ្ងៃនិយាយពិតទោះការកុហកអាចផ្ដល់ប្រយោជន៍ដល់ខ្លួនរក្សាពាក្យសន្យាទោះគ្មានអ្នកណាបង្ខំមកទាន់ពេលទោះគ្មានអ្នកត្រួតពិនិត្យប្រគល់អ្វីដែលមិនមែនជារបស់យើងទទួលស្គាល់កំហុសនៅពេលខ្លួនធ្វើខុសសុំទោសនៅពេលខ្លួនបានធ្វើឲ្យអ្នកដទៃឈឺចាប់ជួយអ្នកដទៃដោយមិនទាមទាររង្វាន់ទាំងអស់នេះមើលទៅដូចជារឿងតូចប៉ុន្តែរឿងតូចៗដែលធ្វើជាប្រចាំនឹងคล้ายជាចរិតនឹងคล้ายជាកេរ្តិ៍ឈ្មោះហើយកេរ្តិ៍ឈ្មោះដែលកើតពីសុចរិតភាពនឹងคล้ายជាកិត្តិយស
6. កិត្តិយសពិតប្រាកដគឺការធ្វើត្រឹមត្រូវទោះការធ្វើត្រឹមត្រូវធ្វើឲ្យយើងខាតប្រយោជន៍ចំណុចនេះគឺជាការសាកល្បងដ៏ធំបំផុតនៃសុចរិតភាពធ្វើត្រឹមត្រូវនៅពេលដែលការធ្វើត្រឹមត្រូវផ្ដល់ប្រយោជន៍មិនពិបាកទេប៉ុន្តែធ្វើត្រឹមត្រូវនៅពេលដែលការធ្វើត្រឹមត្រូវធ្វើឲ្យយើងខាតប្រយោជន៍នោះទើបបង្ហាញពីចរិតបើកុហកអាចជួយឲ្យយើងរួចពីបញ្ហាតើយើងនិយាយការពិតឬទេបើការកេងប្រវេកអាចធ្វើឲ្យយើងមានលុយច្រើនតើយើងនៅតែរក្សាគោលការណ៍ឬទេនៅពេលនេះយើងត្រូវជ្រើសរើសរវាងផលប្រយោជន៍បណ្ដោះអាសន្ននិងកិត្តិយសរយៈពេលវែងមនុស្សមានសុចរិតភាពជ្រើសរើសអ្វីដែលខ្លួនឯងអាចគោរពខ្លួនឯងបាននៅពេលយប់ពេលនៅម្នាក់ឯង 7. កិត្តិយសក៏មានន័យថាចេះទទួលខុសត្រូវមនុស្សដែលមានកិត្តិយសមិនមែនមនុស្សដែលមិនធ្លាប់ធ្វើខុសឡើយគ្មានមនុស្សម្នាក់ណាល្អឥតប្រាកដទេមនុស្សមានកិត្តិយសគឺមនុស្សដែលហ៊ានទទួលស្គាល់កំហុសរបស់ខ្លួនមិនបន្ទោសអ្នកដទៃមិនរកលេសមិនព្យាយាមកាប់បាំងកំហុសបើខុសទទួលថាខុសបើធ្វើឲ្យអ្នកដទៃឈឺសុំទោសបើធ្វើឲ្យមានការខូចខាតព្យាយាមកែសម្រួលនេះមិនធ្វើឲ្យយើងតូចទេផ្ទុយទៅវិញវាបង្ហាញថាយើងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការមើលកំហុសខ្លួនឯងត្រង់ការទទួលស្គាល់កំហុសមិនបំផ្លាញកិត្តិយសនោះទេការមិនព្រមទទួលខុសត្រូវចំពោះកំហុសទើបអាចបំផ្លាញកិត្តិយស 8. កុំកសាងកេរ្តិ៍ឈ្មោះដោយការបំផ្លាញអ្នកដទៃមនុស្សចំនួនព្យាយាមធ្វើឲ្យខ្លួនឯងមើលទៅល្អដោយធ្វើឲ្យអ្នកដទៃមើលទៅអាក្រក់គេបង្អាប់អ្នកដទៃដើម្បីលើកខ្លួនឯងគេបង្កើតពាក្យចចាមអារាមដើម្បីធ្វើឲ្យគេខាតបង់កេរ្តិ៍ឈ្មោះគេចង់ឈ្នះដោយមិនចង់ឲ្យអ្នកដទៃមានឱកាសប៉ុន្តែការឈ្នះបែបនេះមិនមែនជាកិត្តិយសណាយការធ្វើឲ្យអ្នកដទៃតូចមិនធ្វើឲ្យយើងធំឡើយបើយើងចង់ឲ្យខ្លួនឯងមានតម្លៃចូលកសាងតម្លៃរបស់ខ្លួនដោយសមត្ថភាពនិងទង្វើល្អមិនមែនដោយការបំផ្លាញអ្នកដទៃ 9. កិត្តិយសត្រូវការពេលវេលាប៉ុន្តែអាចបាត់បង់នៅពេលខ្លីការកសាងកិត្តិយសគឺដូចជាការសង់ផ្ទះត្រូវការពេលវេលាត្រូវការការខិតខំប្រឹងប្រែងត្រូវការភាពជាប់លាន់ត្រូវការទង្វើត្រឹមត្រូវរាប់រយរាប់ពាន់ដងប៉ុន្តែពេលខ្លះកំហុសធំមួយអាចធ្វើឲ្យការទុកចិត្តរបស់មនុស្សជាច្រើនរងាប់រង្គាដូច្នេះយើងត្រូវប្រុងប្រយ័ត្នចំពោះទង្វើរបស់យើងមុននឹងនិយាយយើងត្រូវគិតមុននឹងសម្រេចចិត្តយើងត្រូវពិចារណាព្រោះអ្វីដែលយើងធ្វើនៅថ្ងៃនេះអាចក្លាយជាឈ្មោះរបស់យើងនៅថ្ងៃស្អែក 10. កិត្តិយសដែលមានតម្លៃបំផុតគឺកិត្តិយសដែលនៅសល់នៅពេលដែលយើងគ្មានអ្វីសោះពេលដែលយើងមានទ្រព្យសម្បត្តិមនុស្សអាចនៅជុំវិញពេលដែលយើងមានអំណាចមនុស្សអាចគោរពពេលដែលយើងមានតំណែងមនុស្សអាចសរសើរប៉ុន្តែថ្ងៃណាមួយបើអ្វីទាំងអស់នោះបាត់ទៅតើអ្វីនៅសល់ចរិតរបស់យើងបើយើងជាមនុស្សស្មោះត្រង់មនុស្សនឹងនៅចងចាំភាពស្មោះត្រង់របស់យើងបើយើងជាមនុស្សមានមេត្តាមនុស្សនឹងចងចាំអំពើល្អរបស់យើងបើយើងជាមនុស្សមានទំនួលខុសត្រូវមនុស្សនឹងចងចាំការរួមចំណែករបស់យើងនេះហើយគឺជាកិត្តិយសដែលមានតម្លៃជាងទ្រព្យសម្បត្តិព្រោះទ្រព្យសម្បត្តិអាចបាត់បង់តំណែងអាចបាត់បង់អំណាចអាចបាត់បង់ប៉ុន្តែកេរ្តិ៍ឈ្មោះដែលកើតពីទង្វើល្អអាចនៅក្នុងការចងចាំរបស់